បាទជំរាបសួរបងប្អូនទាំងអស់សុខសប្បាយជាទេបាទសូមលំអោនកាយគោរពពីចម្ងាយពីលោកមកខាងបាទពីឆ្នេរសមុទ្រមកខាងហើយនៅសប្តាហ៍នេះក៏បានចូលមកសាជាថ្មីកាលពីសប្តាហ៍មុនហ្នឹងបានដាក់បង្ហាញម្ដងទៅហើយតែបងប្អូនយើងខ្លះមិនទៅទាន់យល់បានយល់ច្បាស់ហើយម្ដងហ្នឹងក៏បានចូលសារជាថ្មីម្ដងទៀតក៏បានជួយប្រាប់ត្រួសដែរនៅលើ Facebook ហ្នឹងបាទប៉ុន្តែគេបែរជាសួរអីផ្សេងទៅទៀតបាទដូច្នេះក៏មកមានពេលវេលាកន្លងផុតទៅលោកមេបៈក៏សូមលំអោនកាយគោរពចូលមកសារសងសារស័ព្ទសារលបងសារជាថ្មីម្ដងទៀតបាទហើយម្ដងនេះយើងនឹងចង់បង្ហាញពីរបៀបបង្ហាញនៅលើ password បាទ password ហ្នឹងនៅលើ iOS 7វាខុសពីប្រភពមុនបាទដូចជា iOS 6 4ឬក៏5ហ្នឹងវាមានភាពខុសគ្នាបាទហើយ iOS 7នេះវាពិបាកបន្តិចបាទនៅពេលយើងវាយខុសលេខកូដលេខអីវាអត់មានចាញ់សេសរសារអីផ្ដេសផ្ដាសទេបាទគឺវានៅហ្នឹងហ្មងបាទវានៅញ័រនៅហ្នឹងមិនឲ្យអានចូលហ្មងបាទដូច្នេះកុំឲ្យពេលវេលាកន្លងផុតទៅយើងក៏សូមបើកnote បាទ note កំណត់ហេតុបាទសូមអញ្ជើញវាយអក្សរពាក្យថាម៉េចក៏បានដែរប៉ុន្តែនៅខណៈនេះលោកមេបៈគាត់ក៏បានវារួចជាស្រេចគាត់ចង់និយាយថាបើមិនចាំកុំប្រើល្អជាងប្រយ័ត្នខៀវភ្នែកបាទហើយយើងចង់ដាក់ពាក្យថាម៉េចក៏បានដែរស្រេចតែយើងទេតែនៅក្នុងខណៈនេះក្នុងភាពឧទាហរណ៍យើងគ្រាន់តែចុចទៅបាទចុចយើងគ្រាន់ select បាទ select យើងអូសមកបាទអូសមកហើយយើង copy បាទយើង copy ដើម្បីចម្លងទុកដាក់នៅលើ iFile ពេលក្រោយទៀតបាទដូច្នេះយើងបិទកម្មវិធីកំណត់ហេតុបាទបន្ទាប់មកយើងត្រូវបើក iFile បាទបើក iFile មកយើងត្រូវទៅរក system បាទ system នៅកន្លែងនេះចុច system ហើយចុច library ចុច library ហើយយើងរកមើលពាក្យprivate framework បាទនៅក្នុងខណៈដែលយើងកំពុងតែចុចហ្នឹងវានឹងចេញជាសារថា program iFile ហ្នឹងវាយើងអាចចែកគ្នាប្រើបានប៉ុន្តែត្រូវការទិញចេះបាទថាបើយើងចង់ទិញក៏យើងអាចទិញបានទិញហើយចុះឈ្មោះបាទថាគ្មានលុយដោយលោកមេបៈទេយើងមិនបាច់ទិញទេបាទយើងចុច later ចាំយើងត្រូវឆ្នោតចាំយើងទិញចែកគ្នាប្រើហ្មងបាទឡើយថាបើយើងអត់ទេប្រើខ្ចីគេប្រើសិនទៅបាទដូច្នេះយើងត្រូវរកពាក្យ private framework បាទសូមអញ្ជើញសម្រូតចុះមកក្រោមបាទកុំលឿនពេកប្រយ័ត្នអុកគូតដូច្នេះprivate framework យើងរកឃើញហើយយើងចុច private framework បាទហើយពាក្យដែលយើងត្រូវរកមួយទៀតនោះគឺ Springboard UI service បាទសូមអញ្ជើញសម្រូតចុះរហូតមកដល់អក្សរ S ហ្នឹងមើលជាដើមពាក្យដំបូងហ្នឹងថា Springboard ណាបាទសូមអញ្ជើញរក Springboard បាទចិត្តដល់ហើយក្តៅហើយបាទចិត្តដល់ហើយSpringboard បាទ Springboard បាទនេះ Springboard វាមានច្រើនកន្លែងប៉ុន្តែសំខាន់ជាងគេនោះយើងត្រូវចុចមួយដែលនៅរវាង Springboard UI framework និង Springboard service framework និង stock framework បាទយើងត្រូវចុចនៅកណ្ដាលនឹង Springboard ហើយបន្ទាប់មកយើងក៏ចុចភាសាអង់គ្លេសហ្នឹងយើងគេសរសេរកាត់ en.lproj បាទយើងចុចទៅបាទបន្ទាប់មកយើងចុចSpringboard service string បាទ Springboard ចុច service string ដល់ពេលយើងចុចទៅវានឹងចេញមកឲ្យយើងថាយើងចង់ជ្រើសរើសមួយណាបាទ text viewer ឬក៏ property list viewer text viewer ហ្នឹងវាពិបាកមើលបន្តិចណាមួយអក្សរតូចបើយើងភ្នែកអន់ដូចជាលោកមេបៈយើងត្រូវជ្រើសរើស property list viewer ហ្នឹងវាអក្សរធំវាស្រួលបញ្ចូលពាក្យ
ដូច្នេះយើងមិនបងអង្គសូមអញ្ជើញចុចបាទចុចទៅបាទនៅក្នុងនោះវាមាន6កន្លែងបាទមាន6កន្លែងហើយបើយើងដាក់ក៏វាអត់ដើរដែរតែសំខាន់បំផុតហ្នឹងយើងចុចទី5បាទ passcode enter បាទ passcode enter ហើយនៅពេលនេះលោកមេបកក៏បានធ្វើរួចជាស្រេចហើយបើមិនទាន់រួចទេយើង select all ហើយយើងគ្រាន់តែ paste ទៅបាទថា paste ហ្នឹងយើងបិទហ្នឹងតែបិទហ្នឹងយើងយកមកពីណាគឺយើងដែលបានចម្លងទុកកាលពីយើងបើកកម្មវិធីកំណត់ហេតុហ្នឹង note ហ្នឹងបាននៅលើយើងបាន copy ទុកហ្នឹងបាទដូច្នេះបន្ទាប់មកយើងត្រូវត្រឡប់ទៅក្រោយវិញ back សំខាន់បំផុតនោះសូមកុំភ្លេចចុច done បាទបើថាមិនចុច done ទេវាមិនដើរទេដូច្នេះយើងចុច done បន្ទាប់មកយើងក៏បិទនៅកម្មវិធី iFile ហើយក៏យើងត្រូវ respring ទូរស័ព្ទយើងដើម្បីឲ្យវាមានដំណើរការបាទហើយទន្ទឹមនេះផងដែរលោកមេបកសូមអរគុណដល់បងប្អូនទាំងអស់ដែលបានចូលលេងចូលចេញមតិដូចជាលោកមេបកបានមានប្រសាសន៍ថាបើយើងចេះយើងមិនចែកគ្នារៀនចេះម្នាក់ឯងក៏គ្មានប្រយោជន៍អីដែរបាទដូច្នេះសូមអរគុណនិងសូមសន្យាជួបគ្នាជាសាថ្មីម្ដងទៀតនៅពេលក្រោយបាទសូមជម្រាបលាសូមអរគុណ